ធ្លាប់តែហូបនៅក្នុងហាងឆ្ងាញ់ហើយមិនដឹងពីរបៀបធ្វើតោះមកទស្សនាវីដេអូនេះ Page សំណាង TV នឹងចែករំលែកពុកម៉ែបងប្អូនពីរបៀបធ្វើឆាឡុកឡាក់ដើម្បីឲ្យមានរសជាតិឆ្ងាញ់ជំរាបសួរក៏ដូចជាសួស្តីពុកម៉ែបងប្អូនបាទវិលមកជួបគ្នាសាជាថ្មីទៀតហើយជាមួយនឹង Page សំណាង TV ថ្ងៃនេះខ្ញុំមកចែករំលែកពុកម៉ែបងប្អូនពីរបៀបធ្វើឆាឡុកឡាក់សាច់គោដើម្បីមានរសជាតិឆ្ងាញ់តោះមកមើលពីរបៀបធ្វើទាំងអស់គ្នាហើយគ្រឿងផ្សំថ្ងៃនេះមានសាច់គោមានសាឡាត់បាទសាឡាត់ពុកម៉ែបងប្អូនប្រើសាឡាត់ស្រួយក៏បានសាឡាត់ខ្មែរយើងក៏បានដែរហើយជាមួយនឹងប៉េងប៉ោះហើយខ្ទឹមបារាំងហើយក្រូចឆ្មាបាទដើម្បីយើងធ្វើទឹកជ្រលក់បាទហើយទឹកជ្រលក់ថ្ងៃនេះគឺខ្ញុំប្រើជាមួយនឹងទឹកអំបិលម្រេចក្រូចឆ្មាបាទដើម្បីធ្វើសាច់គោឡុកឡាក់បានពុកម៉ែបងប្អូនត្រូវមានសាច់គោដែលផុយបាទសាច់គោដែលផុយដើម្បីយើងយកមកឆាទៅវាមានរសជាតិឆ្ងាញ់បាទហើយខ្ញុំរៀបចំបន្លែវារួចរាល់ហើយឥឡូវខ្ញុំមកហាន់ជាមួយនឹងសាច់គោហើយសាច់គោថ្ងៃនេះខ្ញុំប្រើជាមួយនឹងសាច់ច្រឡកក្នុងបាទហើយសាច់ច្រឡកក្នុងវារៀងថ្លៃបន្តិចឯងពុកម៉ែបងប្អូនបាទមកសាច់គោមានតែសាច់ច្រឡកក្នុងនឹងហើយដែលតម្លៃវាថ្លៃជាងគេហើយក៏សាច់ដែលផុយជាងគេដែរឥឡូវខ្ញុំចាប់ផ្ដើមស្លាយវាជាបន្ទះស្ដើងល្មមដើម្បីខ្ញុំយកមកប្រឡាក់ជាមួយនឹងសោសដែលខ្ញុំរៀបនឹងឆាឡុកឡាក់បាទហើយថ្ងៃនេះរបៀបធ្វើឆាឡុកឡាក់បាទគឺខ្ញុំបង្ហាញពុកម៉ែបងប្អូនគឺថារបៀបនៅក្នុងហាងតែម្ដងបាទហើយជាដំបូងបាទខ្ញុំចាប់ផ្ដើមដាក់ជាមួយនឹងប្រេងខ្យងមួយស្លាបព្រាបាយបន្ថែមជាមួយនឹងម្សៅស៊ុបខ្នុរបន្តិចហើយខ្ញុំបន្ថែមជាមួយនឹងទឹកប៉េងប៉ោះពុកម៉ែបងប្អូនមានម៉ាកអីក៏បានដែរទឹកប៉េងប៉ោះអត់សំខាន់ទេពុកម៉ែបងប្អូនមានម៉ាកអីដាក់ហ្នឹងទៅបាទហើយខ្ញុំប្រើប្រហែលជាមួយស្លាបព្រាបាយបន្ទាប់មកខ្ញុំបន្ថែមជាមួយនឹងទឹកស៊ីអ៊ីវមួយស្លាបព្រាបាយហើយខ្ញុំបន្ថែមជាមួយនឹងប្រេងបន្តិចបាទពុកម៉ែបងប្អូនមានប្រេងល្ងដាក់ប្រេងល្ងទៅមានអូលីវដាក់អូលីវទៅណាហើយខ្ញុំបន្ថែមជាមួយនឹងម្រេចបន្តិចទៀតទៅដើម្បីយើងប្រឡាក់ជាមួយនឹងសាច់គោនឹងឲ្យហើយណាពុកម៉ែបងប្អូនបាទបន្ទាប់មកខ្ញុំបន្ថែមជាមួយនឹងខ្ទឹមសចិញ្ច្រាំបន្តិចហើយយើងប្រឡាក់សាច់នឹងឲ្យវាចូលជាតិផ្អាប់វាទុកមកស្ទុះសិនទៅពុកម៉ែបងប្អូនបាទដើម្បីយើងយកទៅឆាទៅគឺថាសាច់របស់យើងនឹងមានរសជាតិឆ្ងាញ់ហើយសាច់របស់យើងទុនគឺថាឆ្ងាញ់មែនទែនពុកម៉ែបងប្អូនបាទយើងធ្វើរបៀបនេះឥឡូវសាច់ខ្ញុំបានប្រឡាក់ជាមួយនឹងសោសឆាឡុកឡាក់ហើយអញ្ចឹងខ្ញុំចាប់ដើមដាក់ឆាឲ្យពុកម៉ែបងប្អូនឃើញទេខ្ញុំចាក់ជាមួយនឹងប្រេងឆាបន្តិចខ្ញុំដាក់ខ្ទឹមសចិញ្ច្រាំហើយនឹងគល់ខ្ទឹមដែលយើងបានហាន់មិញហ្នឹងបាទយើងឆាវាឲ្យវាឡើងឈ្ងុយតិចទៅបន្ទាប់មកខ្ញុំចាក់ជាមួយនឹងសាច់គោដែលយើងបានប្រឡាក់ជាមួយនឹងគ្រឿងក្រៅទាំងអស់មិញហ្នឹងគ្រឿងទាំងអស់ហ្នឹងគឺហៅថាសោសឡុកឡាក់សាច់គោពុកម៉ែបងប្អូនបាទដើម្បីឆាឡុកឡាក់សាច់គោបានពុកម៉ែបងប្អូនត្រូវប្រើគ្រឿងទាំងអស់នេះទៅគឺថាមានរសជាតិឆ្ងាញ់ណាស់ហើយពេលដែលខ្ញុំចាក់សាច់ចូលហើយគឺខ្ញុំបន្ថែមជាមួយនឹងទឹកជាបន្តិចទៅណាពុកម៉ែបងប្អូនបាទដើម្បីកុំឲ្យសាច់របស់យើងនឹងវាស្ងួតពេកអញ្ចឹងគឺខ្ញុំបន្ថែមទឹកបន្តិចហើយបន្ទាប់មកខ្ញុំឃើញថាវាស្ទើរពណ៌ស្ទើរទឹកប៉េងប៉ោះអញ្ចឹងខ្ញុំបន្ថែមជាមួយនឹងប្រេងម្ទេសបន្តិចហើយនឹងខ្ញុំបន្ថែមជាមួយនឹងទឹកប៉េងប៉ោះបន្តិចទៀតហើយឃើញថារួចរាល់ហើយពុកម៉ែបងប្អូនបាទសម្រាប់មុខម្ហូបមួយមុខនេះគឺថាងាយមែនទែនសាច់គោឡុកឡាក់គឺគ្រឿងរបស់វាងាយពុកម៉ែបងប្អូនបាទឥឡូវរួចរាល់ខ្ញុំចាប់ដើមដួសដាក់ជាមួយនឹងចានដែលយើងបានរៀបបន្លែមួយហ្នឹងហើយបន្លែដូចខ្ញុំបង្ហាញអញ្ចឹងពុកម៉ែបងប្អូនឃើញទេយើងមានសាឡាត់គឺថាយើងរៀបសាឡាត់ហើយយើងដាក់ប៉េងប៉ោះទៅបន្ទាប់មកគឺយើងដាក់ជាមួយនឹងខ្ទឹមបារាំងបាទខ្ទឹមបារាំងគឺយើងដាក់កដាលមកដើម្បីពេលដែលយើងដួសសាច់គោដាក់ពីលើទៅធ្វើឲ្យខ្ទឹមបារាំងរបស់យើងនោះវាឆ្អិនបានបន្តិចបន្តួចទៀតដែរអញ្ចឹងណាពុកម៉ែបងប្អូនបាទដើម្បីកុំឲ្យវាឆួលកុំឲ្យវានេះពេលព្រោះអ្នកខ្លះគាត់ញ៉ាំអត់កើតទេខ្ទឹមបារាំងឆៅបាទអញ្ចឹងគឺយើងធ្វើរបៀបនេះឥឡូវខ្ញុំមកលាយជាមួយនឹងទឹកអំបិលម្រេចក្រូចឆ្មាបាទហើយថ្ងៃនេះគឺខ្ញុំប្រើជាមួយនឹងទឹកត្រីមួយស្លាបព្រាបាយស្ករសមួយស្លាបព្រាបាយហើយប៊ីចេងបន្តិចខ្ញុំបន្ថែមជាមួយនឹងម្រេចបន្តិចទៅហើយយើងចាក់ខ្ទឹមសចិញ្ច្រាំចូលហើយពុកម៉ែបងប្អូនចូលចិត្តម្ទេសហាន់ម្ទេសដាក់ដូចខ្ញុំបន្តិចទៀតអញ្ចឹងក៏បានដែរសម្រាប់ការធ្វើទឹកម្រេចហើយបើសិនជាពុកម៉ែបងប្អូនចង់បានរសជាតិឲ្យឈ្ងុយហើយឲ្យឆ្ងាញ់គឺពុកម៉ែបងប្អូនត្រូវលួចជាមួយនឹងទឹកដោះគោខាប់បន្តិចទៀតទៅបាទតែខ្ញុំអត់ប្រើទេថ្ងៃនេះអញ្ចឹងខ្ញុំច្របាច់ជាមួយនឹងក្រូចឆ្មាមួយចំណិតទៅបានហើយពុកម៉ែបងប្អូនបាទឃើញទេឥឡូវទឹកជ្រលក់ឃើញថាយើងធ្វើហើយហើយក៏ទំនងណាពុកម៉ែបងប្អូនបាទហើយវាត្រូវមែនទែនជាមួយនឹងសាច់គោឡុកឡាក់របស់យើងឥឡូវឃើញថាមុខម្ហូបយើងរួចរាល់សពគ្រប់អស់ហើយទាំងទឹកជ្រលក់ទាំងសាច់គោឡុកឡាក់អញ្ចឹងគឺថាមុខម្ហូបថ្ងៃនេះងាយតែរសជាតិឆ្ងាញ់អញ្ចឹងពុកម៉ែបងប្អូនទស្សនាវីដេអូនេះហើយសង្ឃឹមថាអាចចេះធ្វើណាពុកម៉ែបងប្អូនបាទអរគុណជួបគ្នាវីដេអូក្រោយ